បងមានចម្ងល់ប្រិយម៉ាស៊ីនលេខ10ខ្សែធ្លាប់ស្ដាប់អ្នក review គាត់ថានៅស្រុកគេបដូរហើយគេទុកចោលតែម្ដងឡាននឹងតើវាជាការពិតអត់បាទអញ្ចឹងអរគុណមែនទែនសម្រាប់បងមិញខៀងដែលបានសួរសំណួរដល់ចាប់អារម្មណ៍នេះសម្រាប់ប្រិយមិត្តរបស់យើងទាំងអស់គ្នាដើម្បីបានដឹងទាំងអស់គ្នាបាទតាមបទពិសោធន៍របស់ខ្ញុំបានសង្កេតឃើញថាចំពោះប្រិយម៉ាស៊ីនពាក់ព័ន្ធនឹងកំហាប់គឺទោះបីយើងដូរខាប់ឬក៏រាវម៉ាស៊ីននេះវានៅតែឆេះទេបងប្អូនអរគ្នាក៏ប៉ុន្តែសម្រាប់ប្រិយម៉ាស៊ីនដែលយើងឡើងកំហាប់វាខាប់គឺធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងគឺវាឆេះស្ទុះបងប្អូនអរគ្នាឆេះស្ទុះបងប្អូនយល់អារម្មណ៍ហ្នឹងឲ្យពេលជន់ទៅវាអត់សូវស្ទុះអញ្ចឹងជាក់ស្ដែងម៉ាស៊ីនគឺគេផលិតមកគឺគេមានលេខស្តង់ដាររបស់គេមានលេខដើម្បីឲ្យវាត្រូវគ្នាគឺគេយោងទៅតាម SAE ឬក៏ API របស់អាមេរិកអញ្ចឹងណាបាទអញ្ចឹងសម្រាប់ជាក់ស្ដែងដូចឡានរបស់យើងប្រើ530មានន័យថាលេខប្រិយម៉ាស៊ីនរៀងរាវបន្តិចក៏ប៉ុន្តែនៅពេលដែលចាក់10ខ្សែវាមិនមែនធ្វើឲ្យម៉ាស៊ីនរបស់យើងខូចភ្លាមទេគឺវាធ្វើឲ្យម៉ាស៊ីនរបស់យើងឆេះស្ទួមិនសូវមានចំហេះល្អហើយអ្វីដែលមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការសឹករិចរិលដែរហើយបើសិនជាម៉ាស៊ីននោះប្រើទៅយូរម៉ាយហើយវាមានការឡោកឬក៏មានការសឹករិចរិលយើងអាចបង្កើនកំហាប់ក៏វាល្អដែរមួយយ៉ាងដែរតែបើសិនជាយើងអត់បង្កើនកំហាប់ទេលុះត្រាតែយើងថែទាំពីដើមមកគឺយើងដូរតែ530រហូតតែបើសិនជាស្រាប់តែពេលណាមួយយើងបានបដូរជាមួយ10ខ្សែ3 4ដងហើយនៅពេលនោះម៉ាស៊ីនវាមានការសឹករិលតាមហ្នឹងហើយបើយើងដូរមកប្រើ530វិញគឺម៉ាស៊ីនវារៀងឆេះលាន់ជាងមុនដែរចានេះគឺជារោគសញ្ញាអញ្ចឹងយើងត្រូវចាក់10ខ្សែតាមអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងកំហាប់នេះគឺវាអត់មានខុសមានត្រូវទេបងប្អូនអរគ្នាគឺវាពាក់ព័ន្ធជាមួយនឹងការយល់ដឹងរបស់យើងអញ្ចឹងដូច្នេះហើយបានជា Kemka បានបង្កើតនៅកម្មវិធីនេះគឺសម្រាប់សួរចុះសួរឡើងទៅបងប្អូនអរគ្នាអាចសួរសំណួរជាច្រើនជាមួយខ្ញុំទៅខ្ញុំអាចឆ្លើយទៅយើងមានចម្ងល់នឹងត្រូវដោះស្រាយបងប្អូនអរគ្នាបើសិនជាស្រាប់តែអត់បានសួរទេអត់ដឹងថាដោះស្រាយរបៀបម៉េចតើអ្វីដែលគេជាតម្រូវការរបស់យើងនឹងយ៉ាងម៉េចតើហេតុអីបានយើងត្រូវដូរទៅអញ្ចឹងដល់ពេលយើងសួរទៅយើងឆ្លើយតបមួយដោយឡែកពីគ្នាអញ្ចឹងខ្ញុំគិតថាបទពិសោធន៍ដែលខ្ញុំមានជាមួយនឹងដៃគូរបស់ខ្ញុំផ្សេងទៀតហើយជាមួយនឹងការស្រាវជ្រាវរបស់ខ្ញុំគិតថាវាសំខាន់សម្រាប់បងប្អូនអញ្ចឹងខ្ញុំសរុបរួមនៅក្នុងសំណួរនេះវិញថាឡានគេតម្រូវចាក់020យើងចាក់020ទៅឡានគេតម្រូវចាក់530យើងចាក់530ទៅឡានគេតម្រូវចាក់10ខ្សែយើងចាក់10ខ្សែទៅតែបើសិនជាយើងមានការផ្លាស់ប្ដូរនោះម៉ាស៊ីនរថយន្តក៏វាមិនមានការផ្លាស់ប្ដូរម៉ាស៊ីនគេហៅថាកម្លាំងម៉ាស៊ីនដូចគ្នាក៏ប៉ុន្តែបើសិនជាយើងឧទាហរណ៍ថាដូរ10ខ្សែគេទុកឡានចោលអីវាមិនអាចទេបងប្អូនអរគ្នាឡាននៅស្រុកគេ modify ដែរបងប្អូនអរគ្នាគឺគេមានការ modify បើនិយាយថាគេលេង modify ជាងយើងទៀតអញ្ចឹងទាំងអស់ហ្នឹងគឺសូមបង្កើននៅជំនាញនិងចំណេះដោយខ្លួនឯងវិញវាប្រសើរជាងយើងជឿនេះជឿនោះយើងមានមូលដ្ឋានគ្រឹះខ្លួនឯងថាអាហ្នឹងវាជាមាសអញ្ចឹងយើងដឹងថាអាហ្នឹងមាសអាហ្នឹងផ្លាទីនយើងដឹងថាផ្លាទីនអាហ្នឹងដែកយើងដឹងថាដែកអញ្ចឹងណាអាហ្នឹងគេអត់មានណាកុហកយើងបានទេអញ្ចឹងបើសិនជាអ្វីដែលសំខាន់គឺខ្ញុំនឹងចែករំលែកទាំងអស់គ្នាទៅកាន់ fan របស់ Kemka បន្តទៀតបាទអូខេសម្រាប់វីដេអូអេពីសូតមួយនេះខ្ញុំជូនបងប្អូនប៉ុណ្ណឹងហើយជួបគ្នានៅអេពីសូតក្រោយទៀតបាទហើយចង់ sponsor ដាក់ link ខាងក្រោមបាទ